Hello everybody ចាសួស្តីបងប្អូនទាំងអស់គ្នាចាថ្ងៃនេះខ្ញុំនឹងមកបង្ហាញអំពីការប្រើប្រាស់ should have to or must So what's the difference should have to or must អញ្ចឹងយើងនឹងទៅដឹងទាំងអស់គ្នាអំពីការប្រើប្រាស់ should have to ហើយនិង must Let's go អូខេទី1គឺ should បើយើងប្រែជាភាសាខ្មែរមានន័យថាគួរតែអញ្ចឹង should is used to give advice should គឺប្រើដើម្បីផ្ដល់ដំបូន្មានអញ្ចឹងខ្ញុំសូមបញ្ជាក់ផងដែរថា should នេះគឺយើងផ្ដល់ដំបូន្មានទៅឲ្យនរណាម្នាក់ប៉ុន្តែគេធ្វើមិនធ្វើអានឹងជារឿងរបស់គេយើងគ្រាន់តែជាការផ្ដល់ដំបូន្មានទេអូខេអញ្ចឹងយើងទៅមើលឧទាហរណ៍របស់ should ទាំងអស់គ្នា 1 you should drink enough water You should drink enough water អ្នកគួរតែញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ Okay let's go to example 2ចាឧទាហរណ៍ទី2អំពី should You should read book before you go to bed អ្នកគួរតែអានសៀវភៅមុនពេលអ្នកចូលគេង Okay next Okay នេះគឺយើងនឹងបន្តទៅ have to អញ្ចឹង have to នៅក្នុងភាសាខ្មែរគឺយើងប្រែថាត្រូវតែចឹង have to is used to talk about daily responsibilities have to គឺប្រើនិយាយអំពីទំនួលខុសត្រូវប្រចាំថ្ងៃអញ្ចឹងខ្ញុំនឹងបង្ហាញឧទាហរណ៍ថាតើទំនួលខុសត្រូវប្រចាំថ្ងៃនេះយើងនិយាយបែបម៉េចខ្លះ Okay example I have to go to the market today ខ្ញុំត្រូវតែទៅផ្សារថ្ងៃនេះដូច្នេះយើងត្រូវប្រើ have to Okay ឧទាហរណ៍ទី2I have to go now ខ្ញុំត្រូវទៅឥឡូវហើយចឹងកន្លែងនេះមានន័យថាស្មើនឹងពាក្យ goodbye ដែរមានន័យថាគាត់រវល់គាត់ត្រូវទៅជាបន្ទាន់អញ្ចឹងណាអញ្ចឹងគាត់និយាយថា I have to go now ខ្ញុំត្រូវទៅឥឡូវហើយអូខេបន្តមកទៀតយើងនឹងមកនិយាយអំពី must គឺយើងប្រែថាត្រូវតែ must is used for official rules and serious advice ចឹង must គឺប្រើនិយាយអំពីច្បាប់វិន័យនិងការផ្ដល់ដំបូន្មានចាមុននឹងខ្ញុំបាននិយាយរួចហើយថា should គឺយើងប្រើនិយាយអំពីដំបូន្មានដែរអញ្ចឹង must កន្លែងនេះខ្ញុំបញ្ជាក់ថា serious advice must ក៏ចូលនៅក្នុងការផ្ដល់ដំបូន្មានដែរប៉ុន្តែនៅក្នុងដំបូន្មានដែលត្រូវតែធ្វើបើសិនជាមិនធ្វើទេគាត់នឹងមានបញ្ហាអញ្ចឹងទៅអូខេអញ្ចឹងទៅមើលឧទាហរណ៍របស់ must ទាំងអស់គ្នាអូខេ 1 You must wear a helmet អ្នកត្រូវតែពាក់មួកសុវត្ថិភាពចាអញ្ចឹងកន្លែងនេះគឺយើងត្រូវប្រើ must បន្តមកទៀតឧទាហរណ៍ទី2 You must stop at red light អ្នកត្រូវតែឈប់នៅភ្លើងស្តុបពណ៌ក្រហមបើសិនជាអ្នកមិនឈប់អ្នកនឹងមានគ្រោះថ្នាក់ឬក៏អ្នកនឹងត្រូវមានបញ្ហាប៉ូលីសផាកឬក៏យ៉ាងម៉េចចឹងទៅអូខេនេះគឺខ្ញុំនឹងបង្ហាញអំពីសរុបមកវិញអំពី should have to or must អញ្ចឹង should គឺគួរតែគឺយើងប្រើដើម្បីផ្ដល់ដំបូន្មាន have to យើងប្រើថាត្រូវតែគឺយើងប្រើនិយាយអំពីទំនួលខុសត្រូវជាប្រចាំថ្ងៃ must គឺប្រើសម្រាប់ច្បាប់វិន័យដែលជាផ្លូវការហើយក៏សម្រាប់ដំបូន្មានដែរប៉ុន្តែជាដំបូន្មានដែរ serious គឺជាការផ្ដល់ដំបូន្មានដែរត្រូវតែធ្វើតាមចឹង should ដំបូន្មានដែរយើងគ្រាន់តែប្រាប់គេទេគេធ្វើតាមមិនធ្វើតាមជារឿងរបស់គេតែ must នេះគឺត្រូវតែធ្វើចាអញ្ចឹងនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្ណឹងបើសិនជាបងប្អូនមានចម្ងល់បងប្អូនអាចសួរនៅខាងក្រោមបាននៅកន្លែង comment ឬក៏មានកំហុសខុសឆ្គងកន្លែងណាបងប្អូនអាច comment នៅខាងក្រោមដើម្បីជួយកែតម្រូវបន្ថែមផងដែរចាសូមអរគុណ Goodbye everybody